ដើម្បីនិយាយលាពេលវេលាហាក់ឈប់ដំណើរ3ថ្ងៃនេះចម្លែកណាស់មើលទៅឆាប់ហួសពេលណាស់ម៉ាលីនីនិយាយស្ងៀមស្ងាត់សំឡេងរបស់នាងឮស្ទើរតែរលាយក្នុងខ្យល់តែខ្ញុំនឹងចងចាំវានៅក្នុងបេះដូងបងក៏ដូចគ្នាវីរៈឆ្លើយក្នុងសំឡេងទន់ៗព្រមជាមួយនឹងការចាប់ដៃនាងឲ្យមឹងមាត់ជាងមុនម៉ាលីនីមើលមុខគាត់ទឹកភ្នែករំលេចនៅភ្នែកទោះបីជាមានព្រំដែនភូមិសាស្ត្របំបែកយើងក៏ដោយបេះដូងយើងនៅតែស្ថិតក្នុងគ្នាមែនទេសំណួររបស់ម៉ាលីនីបានប៉ះដល់បេះដូងវីរៈគាត់ដឹងថាគាត់ត្រូវធ្វើឲ្យនាងមានទំនុកចិត្តគាត់បានយកដៃជូតទឹកភ្នែកលើផ្ទៃថ្មរបស់នាងយ៉ាងទន់ភ្លន់ពុតប្រកាសណាស់ម៉ាលីនីស្ដាប់បងសន្យាបងនឹងអនុវត្តគ្រងបងនឹងរកប្រាក់ហើយទៅបាងកកឲ្យបានឆាប់បំផុតពាក្យសន្យានេះមិនមែនជាការនិយាយចេះទេវាបញ្ជាក់ពីការចាំបាច់ក្តីស្រឡាញ់និងក្តីសង្ឃឹមដែលគាត់មានចំពោះនាងម៉ាលីនីនិយាយអ្វីមិនចេញតែរូបនាងបានបង្ហាញអារម្មណ៍ជាបន្តបន្ទាប់នាងដកដង្